ញ្ញាធរឃុំធិបតីចេញលិខិតអញ្ជើញភាគីពាក់ព័ន្ធនិងប្រជាពលរដ្ឋមកដោះស្រាយរឿងកាយលូកាត់ប្រឡាយ10កង់ដើម្បីបង្ហូរទឹកឲ្យកសិករផ្នែកខាងក្រោមសង្គ្រោះផ្លូវមេឃុំធិបតីស្រុកកោះក្រឡលោកផលសារីបានឲ្យដឹងនៅដើមសប្តាហ៍នេះលោកនឹងចុះទៅមើលទីតាំងផ្ទាល់និងចេញលិខិតអញ្ជើញភាគីពាក់ព័ន្ធនិងប្រជាពលរដ្ឋមកសម្របសម្រួលដោះស្រាយករណីកាយលូនិងផ្លូវឆ្លងកាត់ប្រឡាយមួយកន្លែងនៅភូមិរាឃុំធិបតីស្រុកកោះក្រឡខេត្តបាត់ដំបងនាពេលកន្លងទៅលោកថ្លែងអះអាងប្រាប់ក្រុមការងារវិទ្យុជាតិចំការជែកថាក្រោយពីប្រជាពលរដ្ឋម្នាក់ឈ្មោះណៃសុខនអាយុ70ឆ្នាំរស់នៅភូមិរាឃុំធិបតីស្រុកកោះក្រឡខេត្តបាត់ដំបងបានពឹងអ្នកសារព័ត៌មានផ្សព្វផ្សាយតាមបណ្ដាញសង្គមទាមទារឲ្យអាជ្ញាធរភូមិនិងឃុំជួយដាក់លូនិងធ្វើផ្លូវកាត់ប្រឡាយទឹកចូលផ្ទះរបស់គាត់វិញកាលពីថ្ងៃទី16ខែសីហាឆ្នាំ2026ដោយប្រជាពលរដ្ឋរូបនេះបានលើកឡើងថាអនុភូមិម្នាក់ឈ្មោះភ័ក្រនិងក្រុមប្រឹក្សាឃុំម្នាក់បាននាំអ្នកភូមិប៉ុន្មាននាក់ដែលធ្វើស្រែនៅផ្នែកខាងក្រោមប្រឡាយបានមកសុំកាយផ្លូវនិងសម្រុតលូកាត់ប្រឡាយចូលផ្ទះរបស់គាត់កាលពីថ្ងៃទី4ខែឧសភាឆ្នាំ2026ដោយថាលូខ្ពស់ធ្វើឲ្យទឹកមិនអាចហូរចុះទៅផ្នែកខាងក្រោមដើម្បីឲ្យប្រជាពលរដ្ឋបូមទឹកដាក់ស្រែបានលោកបញ្ជាក់ថាលូនេះលោកបានធ្វើខ្លួនឯងដើម្បីបានឆ្លងកាត់ចូលផ្ទះនិងស្រែរបស់គាត់ដោយមានលូ10កង់និងរៀបឥដ្ឋផងចំណាយខ្ទង់$1,000រយៈពេល10ឆ្នាំមកហើយប្រជាពលរដ្ឋខាងលើបានអះអាងថាលោកបានទៅស្នើសុំនៅឃុំនិងស្រុកច្រើនសារមកហើយឲ្យជួយដោះស្រាយប៉ុន្តែបានត្រឹមសន្យាថានឹងធ្វើឲ្យឡើងវិញដោយមានការចូលរួមបដិភាគពីប្រជាពលរដ្ឋអាជ្ញាធរឃុំនិងខ្លួនលោកជាម្ចាស់ខ្លះតែចាំបាច់រហូតរយៈពេលជាង70ថ្ងៃមកហើយមកទល់នឹងពេលនេះបាទខ្ញុំមានបញ្ហារឿងខាងក្រមប្រឹក្សាឃុំឈ្មោះពុទ្ធផលហើយនឹងអនុភូមិឈ្មោះភ័ក្រគាត់នាមសកូលគាត់មកសុំខ្ញុំថាលូខ្ញុំខ្ពស់សុំសម្រាប់លូហើយបងប្អូនជួយមើលចុះយើងធ្លាប់តែឃើញកាយផ្លូវដាក់លូកាយផ្លូវប៉ុណ្នេះកាយទាំងផ្លូវកាយទាំងលូបាត់ហើយខ្ញុំធ្វើមកចូលស្រែចូលសុខខ្ញុំបានតកតងនឹងករណីនេះលោកផលសារីមេឃុំធិបតីពិតជាមានករណីកាយលូកាត់ប្រឡាយខាងលើមែនដោយសារតែលូផ្លូវចូលផ្ទះនិងស្រែរបស់គាត់ដាក់រាងខ្ពស់វាធ្វើឲ្យស្ទះទឹកពេលនោះអនុភូមិនិងប្រជាពលរដ្ឋបានទៅសុំម្ចាស់លូដើម្បីសម្រុតតែពេលនោះលោកមិនបានដឹងថាភាគីទាំងពីរបានដាក់លក្ខខណ្ឌគ្នាយ៉ាងដូចម្តេចទេដោយលោកមិនបានដឹងដល់ពេលសម្រុតទៅសម្រុតមិនកើតដោយអេសកាទ័រកាយទៅបែកលូអស់ក្រោយមកលោកបានហៅភាគីទាំងពីរមកជជែកគ្នាដោយយល់ព្រមឲ្យប្រជាពលរដ្ឋជួយចេញ5កង់អាជ្ញាធរឃុំជួយចេញ2កង់និងម្ចាស់ចេញ3កង់លោកបន្ថែមថាតែបំរុងនឹងដាក់លូជូនគាត់វិញហើយប៉ុន្តែពេលនោះប្រឡាយនៅតែមានទឹកដែលប្រជាពលរដ្ឋកំពុងត្រូវការទឹកសង្គ្រោះស្រូវពេលរាំងស្ងួតមិនអាចបិទបានទេដោយរងចាំបន្តិចសិនលោកថាព្រោះលូមិនអាចធ្វើ1ថ្ងៃឬ2ថ្ងៃបាននោះទេយ៉ាងហោចណាស់5ថ្ងៃដែរដោយរងចាំឲ្យប្រជាពលរដ្ឋធ្វើស្រែវគ្គ1ច្រូតអស់ទៅហើយលែងត្រូវការប្រើប្រាស់ទឹកនិងបិទប្រឡាយដើម្បីដាក់លូជូនគាត់វិញហើយលូហ្នឹងក៏ដាក់ទៅវារៀងខ្ពស់ដល់អញ្ចឹងទៅវាអាចថាវាទើសទឹកដល់ទើសទឹកអញ្ចឹងទៅមេភូមិអនុភូមិហ្នឹងហើយនឹងប្រជាពលរដ្ឋហ្នឹងទៅសុំគាត់ថាសម្រុតដឹងថាគាត់លក្ខខណ្ឌគាត់និយាយយ៉ាងម៉េចអីយ៉ាងម៉េចយើងមិនដឹងទេប៉ុន្តែដល់សម្រុតទៅវាសម្រុតអត់កើតដល់យើងយកទៅកាយទៅវាបែកលូនឹងអស់លូ10កង់ណាដល់ពេលក្រោយមកខ្ញុំបានហៅភាគីទាំងពីរហ្នឹងមកជជែកគ្នាជែកហ្នឹងថាប្រជាពលរដ្ឋហ្នឹងគាត់ថាចេញ5កង់ហើយខ្ញុំហ្នឹងជួយចេញ2កង់ហើយម្ចាស់គាត់ហ្នឹងថាគាត់ចេញ3កង់បាទដល់អញ្ចឹងទៅវាគ្រប់10កង់ហើយដល់ទៅដាក់ដល់ពេលទៅយើងទៅដាក់ប្រុងថាដាក់ឲ្យគាត់ហ្នឹងឯងប៉ុន្តែដាក់វាមិនកើតដោយសារនៅទឹកហ្នឹងវាប្រជាពលរដ្ឋក៏ត្រូវការនឹមទៅស្របដែលកំពុងជួបបញ្ហារាំងស្ងួតកន្លងមកនេះណាបាទដល់អញ្ចឹងទៅថាសុំគាត់ពេលដែលគេច្រូតប្រជាជនយើងនៅតាមដងបន្លាយហ្នឹងក៏ច្រូតនៅវគ្គ1នេះតែពួកកាលណាយើងធ្វើយើងត្រូវបិទទ្វារទឹកអញ្ចឹងណាត្រូវបិទទ្វារទឹកអញ្ចឹងវាប៉ះពាល់ឲ្យលូ10កង់ហ្នឹងយើងអាចធ្វើមួយថ្ងៃឬក៏2ថ្ងៃអីរួចទេយ៉ាងតិចក៏4-5ថ្ងៃដែរអញ្ចឹងណាអញ្ចឹងទៅសូមឲ្យគេច្រូតអស់ទៅគាត់លែងត្រូវការទឹកយើងបិទទឹកហ្នឹងឲ្យវាគោកបន្លាយហ្នឹងទៅបានយើងធ្វើកើតលោកមេឃុំបានបញ្ជាក់នៅដើមសប្តាហ៍នេះនឹងចេញលិខិតអញ្ជើញភាគីទាំងពីរមកសាលាឃុំសម្រុះសម្រួលគ្នាម្ដងទៀតនៅសាលាឃុំដើម្បីរកដំណោះស្រាយឈ្នះទាំងអស់គ្នាដើមសប្តាហ៍នេះនឹងកោះអញ្ជើញគាត់ទៅមកស្របរួមភាសាទៀតពូណាបាទជាថ្ងៃបើមិនថ្ងៃច័ន្ទល្ងាចថ្ងៃច័ន្ទនេះអាចថាថ្ងៃអង្គារឬថ្ងៃអង្គារអញ្ចឹងណាឧធម្មតាយើងធ្វើលូវាត្រូវតែគោកបាត់យើងធ្វើកើតបើយើងធ្វើក្នុងទឹកវាធ្វើអត់កើតណា
ដល់ចឹងទៅវាត្រូវការបិទទ្វារទឹកឲ្យបិទទ្វារទឹកប៉ះពាល់ការស្រោចស្រពរបស់ប្រជាពលរដ្ឋច្រើនរាប់ពាន់ហិកតានោះដល់ចឹងយើងបកគិតថាកំទឿននេះអីចាំឲ្យវាទៅប៉ុន្តែចាំមើលព្រឹកខ្ញុំទៅមើលស្ថានភាពជាក់ស្ដែងទៀតតែគាត់មានផ្លូវអាចឆ្លងបានបណ្ដោះអាសន្នបានអូន តកតងនឹងករណីនេះលោកឌីសុបិនអភិបាលរងស្រុកបានមានប្រសាសន៍ថាកន្លងមកប្រជាពលរដ្ឋខាងលើបានមកជួបលោកនៅសាលាស្រុកម្ដងដែរនិយាយពីរឿងកាយលូដោយរៀបរាប់ខាងលើលោកថាឲ្យភាគីទាំងពីរជួបចរចាគ្នាហើយម្ចាស់លូក៏ត្រឡប់ទៅផ្ទះវិញបន្ទាប់មកលោកបានទំនាក់ទំនងឃុំឲ្យចាត់តំណាងឃុំនិងតំណាងប្រជាពលរដ្ឋមកពិភាក្សារកដំណោះស្រាយដើម្បីឲ្យបានឈ្នះទាំងអស់គ្នាដោយសារប្រជាពលរដ្ឋផ្នែកខាងក្រោមត្រូវការទឹកហើយមកកាយលូកន្លែងគាត់ក្រោយមកភាគីទាំងពីរក៏បានសម្រុះសម្រួលគ្នាដើម្បីដាក់លូឡើងវិញក្រោយមកលោកបានទទួលបានរបាយការណ៍ពីឃុំថាភាគីទាំងពីរបានជួបគ្នាសម្រុះសម្រួលហើយតែស្ងាត់ទៅតែដឹងព័ត៌មាននេះជាថ្មីពេលដែលអ្នកព័ត៌មានវិទ្យុជាតិចំការចេកសាកសួរលោកអភិបាលរងស្រុកបានបញ្ជាក់ថានឹងបន្តជួយសម្របសម្រួលករណីនេះបន្តទៀតដើម្បីរៀបចំដាក់លូដែលបានកាយនោះឡើងវិញនៅពេលដែលសមស្របមិនឲ្យប៉ះពាល់ភាគីខាងណានៅពេលធ្វើឡើងវិញ ជំរាបជូនបងជាពុំមានបឋមប៉ុណ្ណឹងសិនហើយខ្ញុំនឹងធ្វើការតំណែងទៅឃុំដើម្បីឲ្យជួបជាមួយនឹងម្ចាស់គាត់ផ្ទាល់សិនមកបាទហ្នឹងហើយបងអរគុណ